ទៅលើមេរៀនរបស់យើង episode 3 ហើយយើងនិយាយពី hard link ជាមួយនឹង soft link អញ្ចឹង hard link និង soft link ហ្នឹងវាជាអីនៅក្នុង Linux របស់យើងអូខេអញ្ចឹងខ្ញុំសូមចូល Linux របស់ខ្ញុំម្ដងទៀតទៅអូខេអញ្ចឹងនេះខ្ញុំមាន note ដូចគ្នាដែរអញ្ចឹងនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំនឹងបង្ហាញអំពី soft link និង hard link អញ្ចឹងយើងនឹងទៅសិក្សាអំពីហ្នឹងហើយនៅខាងលើនេះយើងអាចនឹងនិយាយពី inode មួយចំនួនដែរ inode វានេះគឺបើយើងនិយាយសួរស្ដាប់ទៅវាគឺជា ID ឬក៏ជា number ដែលគ្រប់ directory គ្រប់ file ទាំងអស់ត្រូវតែមាននិងមួយទៀតគឺ root ក៏មានដែរនៅពេលដែលអ្នកនរគ្នាបង្កើត file បង្កើតអីផ្សេងៗហ្នឹងគឺមាន inode គ្រប់ទាំងអស់តែម្ដងអូខេអញ្ចឹងខ្ញុំបើកចូល root របស់យើងមកអញ្ចឹងខ្ញុំចូល root សរសេរលើ root តែម្ដងអូខេអញ្ចឹងយើងមេរៀនលើកមុនគឺយើងនិយាយពីការ comment line អ្នកនរគ្នាអាចដឹងមួយចំនួនហើយអញ្ចឹងយើងថ្ងៃនេះយើងនឹងបង្ហាញអំពី inode hard link ជាមួយនឹង soft link អូខេអញ្ចឹងយើង check លើ list របស់យើងតិចមកយើងមាន A ដែរអូខេយើងនៅ text 3ខ្ញុំសាកបង្កើត directory មួយទៀតទៅអញ្ចឹងក្នុងការបង្កើត directory media បាទអ្នកចាំអត់ទេនៅ media យើងវាយមកប្រភេទអីគេដែរតោះថាខ្ញុំដាក់ test hard អញ្ចឹងទៅtest link អញ្ចឹងទៅឧទាហរណ៍អូខេយើងបង្កើត media អានមួយហើយយើង list មើលទៅអូខេយើងឃើញ test link ដែលជា media ឬមួយក៏ directory អូខេអញ្ចឹងអ្នកនរគ្នាចង់ដឹងពី inode របស់វាអូខេអញ្ចឹង inode របស់វាគឺអ្នកនរគ្នាគ្រាន់តែវាយ list មកហើយយើងដក il អូខេអញ្ចឹងនេះ inode របស់វាអ្នកនរគ្នាឃើញនៅខាងមុខនៅខាងមុខគេហ្នឹងបាទជា ID ហ្នឹងគឺជា inode ដែរអូខេខ្ញុំធ្វើចេះទៅនេះនៅខាងមុខនេះហ្នឹងជា inode ដែរអូខេអញ្ចឹងវានៅលើ root ហើយទំហំរបស់វាប្រហែលដែរនេះជា kilobyte ឬក៏ byte របស់វាអញ្ចឹងទៅវាបង្កើតនៅក្នុងថ្ងៃណាហើយម៉ោងប្រហែលដែរអញ្ចឹងទៅអូខេអញ្ចឹងយើងដឹង inode របស់វាលេខប៉ុណ្ណាអញ្ចឹងទៅហ្នឹងគឺជា inode ទេខ្ញុំអត់បញ្ជាក់ច្រើនទេអូខេអញ្ចឹងខ្ញុំនិយាយទៅដល់ hard link នេះម្ដងអូខេអញ្ចឹង hard link គឺគេ comment line ឲ្យយើងដឹងដែរ hard link គឺវាដូច copy file មួយទៅ file មួយផ្សេងមួយទៀតអញ្ចឹងឧទាហរណ៍ថាយើងប្រើ Windows ឧទាហរណ៍ថាខ្ញុំប្រើ Windows ខ្ញុំប្រើ Node មួយអញ្ចឹងទៅអញ្ចឹង Node របស់ខ្ញុំឧទាហរណ៍ថាខ្ញុំដាក់hard អញ្ចឹងទៅឧទាហរណ៍អញ្ចឹងនៅពេលដែលខ្ញុំចង់បាន Node មួយទៀតគឺខ្ញុំគ្រាន់តែ copy អាហ្នឹង duplicate Node តែម្ដងដែលវាមាន hard ដូចគ្នាអញ្ចឹងទៅអាហ្នឹងគឺ hard link មានន័យថាវាមាន file ដូចគ្នាវាដូចជា mirror file ដែលគេបញ្ជាក់នេះ mirror file បានន័យថាមិនបានន័យថាជា file ដែលដូចកញ្ចក់យើងមើលអញ្ចឹងវាដូចយើងទាំងអស់នឹងជា hard link ហើយមួយទៀតគឺវា different file name បានន័យថាវាខុសឈ្មោះប៉ុន្តែ size របស់វាឬមួយក៏ទំហំឬមួយក៏អីផ្សេងៗរបស់វាគឺវាដូចយើងគេប្រាប់ថាទំហំដូចយើងដូច file ដើម inode របស់វាក៏ដូច file ដើមដែរហើយវាអត់អាចប្រើប្រាស់សម្រាប់ directory បានទេអូខេវាបានប្រើប្រាស់តែទំ file ទេប្រហែលថាយើងចង់ copy file យើងមកប្រើអញ្ចឹង inode របស់វាដូចគ្នាប៉ុន្តែនៅពេលដែលយើងចង់ copy ជាមួយ directory គឺអត់បានទេសម្រាប់ hard link អូខេតែសម្រាប់ symbolic link នេះគឺ soft link វិញគឺវាអាចខុសតែឈ្មោះ inode ខុសលេខ inode ប៉ុន្តែទំហំរបស់វាក៏ខុសដែរប៉ុន្តែគឺវាអាចបង្កើត directory បានអូខេវាអាចធ្វើជា soft link សម្រាប់ directory បានអញ្ចឹងទៅអូខេហើយនៅពេលដែលយើង delete file មួយហ្នឹងគឺវាអត់ប៉ះពាល់ដល់file ដំបូងរបស់វាទេអញ្ចឹងគេបញ្ជាក់ដែរថាហ្នឹងវាដូចជា shortcut របស់ Windows របស់យើងអញ្ចឹងអូខេ shortcut របស់ Windows ឧទាហរណ៍ខ្ញុំមានប្រភេទមួយអញ្ចឹងទៅឧទាហរណ៍ថានេះ Word Microsoft Word អញ្ចឹង Microsoft Word ធម្មតាវាមាន shortcut នេះគេនេះអ្នកឃើញជា shortcut ហ្នឹងអញ្ចឹងវាមានតែ kilobyte ទៅ 3 kilobyte ធម្មតាវាមានទំហំធំជាងហ្នឹងអីចឹងទៅនេះខ្ញុំឧទាហរណ៍នេះវាមានទំហំ1000 គីឡូ1600 គីឡូគេថា1មេកន្លះចឹងទៅប៉ុន្តែនៅពេលដែលយើងយក shortcut មកគឺតែ3 kilobyte ទេនៅវាជា shortcut តែនៅពេលយើងលុបវាក៏មានប៉ះពាល់ដល់ file ដើមរបស់វាដែរហ្នឹងគឺដូចជា soft link ចឹងដែលគេឧទាហរណ៍អូខេអញ្ចឹងឥឡូវយើងចូលអនុវត្តបន្តតែម្ដងអូខេខ្ញុំនិយាយប៉ុណ្ណឹងទៅលើ hard link ជាមួយនឹង soft link អូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើម link file ឬមួយក៏ link directory ដែលយើងប្រើ hard ជាមួយនឹងប្រើ soft តើវាឃើញយ៉ាងម៉េចដែរអូខេអញ្ចឹង command link អ្នកខ្ញុំចុច ln អូខេអញ្ចឹង ln មុនហ្នឹងគឺខ្ញុំសាក ls សិនទៅ ls ឬមួយក៏ ls.a អូខេអញ្ចឹង ls របស់យើងមិញគឺយើងមាន test link ជា directory ហើយ test3 ជា file អូខេអញ្ចឹងនៅពេលដែលខ្ញុំប្រើ link ខ្ញុំប្រើ link ជាមួយនឹង test3 text3 អធិស្ឋាន text3
ហើយយើង text 3 ហើយខ្ញុំចង់ link វាចេញជា file មួយទៀតដែលវាមានឈ្មោះខុសហ្នឹងឧទាហរណ៍ថាខ្ញុំដាក់ text chart ទៅ text link ចឹងទៅដាក់ txt ដែលបញ្ជាក់វាថាជា file អូខេអញ្ចឹងខ្ញុំ ls មកនៅដល់នេះឃើញហើយ text 3ជាមួយនឹង text link អូខេអញ្ចឹងយើងចង់ដឹងថា node របស់វាឈ្មោះរបស់វាខុសគ្នាតែ node របស់វា size វាត្រូវដូចគ្នាអត់ដែលគេបញ្ជាក់នៅក្នុង node មួយនេះអញ្ចឹងខ្ញុំសូម ls មើលដក il មកឬក៏ ILA នេះបានន័យថាចូលទៅជាស្រ័យ a li ចេះវិញអូខេអញ្ចឹងវានឹងបង្ហាញហើយមាន inode ឥឡូវយើងមើលទៅលើនេះបាទ text 3ជាមួយនឹង text link អូខេអ្នកគ្នាមើលទៅទំហំរបស់វា0ដូចគ្នា0 kilobyte អូខេហើយ node របស់វាដូចគ្នាដែរគ្រាន់តែវាខុសតែឈ្មោះទេអូខេយើងអាចមើលបានឥឡូវថតឲ្យខ្ញុំចង់កែខ្ញុំ clear សិនខ្ញុំចង់កែទៅលើ text link ដែលយើងទៅ link ពី text 3មកអូខេខ្ញុំចង់កែយ៉ាជាស្រ័យ text link ខ្ញុំកែ vi ឯងចង់ភ្លេច text link អូខេខ្ញុំចង់កែអញ្ចឹង I insert so អញ្ចឹងខ្ញុំចង់កែដាក់ថាthis hard link file អូខេអញ្ចឹងយើងមើលខ្ញុំ save អាហ្នឹងមួយសិនx មកអូខេអញ្ចឹងឥឡូវអូខេតោះខ្ញុំលីកម្ដងទៀតអញ្ចឹងយើងសាក catch វាមើលខ្ញុំប្រើ catch text link .txt អូខេយើងឃើញ this hard link file អញ្ចឹងទៅហើយខ្ញុំខាច់មួយទៀតខ្ញុំខាច់មើលទៅលើ text 3នេះខ្ញុំមិញខ្ញុំបានសរសេរទេអញ្ចឹងឥឡូវយើងសាក check មើលអូខេដូចគ្នាអូខេអញ្ចឹងយើង ls មើលវាមើល ls វាមើលអូខេអញ្ចឹង inode របស់វាដូចគ្នា inode របស់វាដូចគ្នាទាំងអស់ file size របស់វាដូចគ្នាដែរខុសតែឈ្មោះទេអូខេហ្នឹងគឺជា hard link ដល់ពេលយើងដូរក៏វាដូច mirror អញ្ចឹងមានន័យថាដូចកញ្ចក់អញ្ចឹងអូខេវាប៉ុណ្ណឹងសម្រាប់ hard link អូខេឥឡូវយើងសាកតេស្ត hard link ជាមួយនឹង directory ម្ដងអូខេអញ្ចឹង hard link មួយ directory ខ្ញុំ ls មកយើងសួរមើលអញ្ចឹងយើង link ជាមួយ directory link ជាមួយ directory របស់យើង test link ជាមួយនឹង hard អីចឹងទៅអូខេអញ្ចឹងវាដែរ link test link hard link not allow for directory អូខេវាអាច allow បានទេសម្រាប់ directory ឥឡូវយើងសាកចូលដល់ soft link ម្ដង soft link វាខុសទាំង inode ខុសទាំង file size ប៉ុន្តែវាអាចបង្កើតជា directory បានឬក៏វា link ជា directory បានអូខេអញ្ចឹងឥឡូវខ្ញុំសាកតែម្ដងអញ្ចឹងឥឡូវយើងចាប់ផ្ដើមប្រើ soft link អូខេអញ្ចឹង soft link យើងប្រើ .s បែបនេះអូខេ link .s អញ្ចឹងយើង link ទៅលើគេយើង link ទៅលើខ្ញុំបង្កើតមួយទៀតហ្មងទៅខ្ញុំបង្កើតប្រភេទ file មួយទៀតទៅខ្ញុំដាក់ file ខ្ញុំមកថាខ្ញុំដាក់ file test អត់ទេដាក់ test file ទៅចង់យ៉ាអញ្ចឹងបង្កើត file របៀបក្នុងការបង្កើត file អ្នកទាំងអស់គ្នាប្រើ touch ខ្ញុំលើសលេងអាទឺនឹងចង់វិលមកអធិស្ឋានអូខេខ្ញុំបង្កើត file មកអូខេអញ្ចឹងនេះយើងមាននេះ test file ហើយក្នុង test file នេះខ្ញុំចង់ vi វាបន្តិចទៅដែលយើងចង់កែតម្រូវវាតិចតួច vi វា i មកthis for test or soft link ចុចខុសបន្តិចលើចុចបន្តិចលើហ្មងអូខេអញ្ចឹងមុនហ្នឹងគឺយើងបាននេះហើយយើងខាច់មើលទៅអូខេ this for test of soft link so អញ្ចឹងដល់ពេលឥឡូវខ្ញុំចង់សាក link វាខ្ញុំ link .s ជា soft link ហើយខ្ញុំតេស្តអាហ្នឹងទៅដល់ឲ្យ test short ខាត់អីចឹងទៅឧទាហរណ៍ tt អូខេអញ្ចឹងឥឡូវយើង ls វាមានដែរ test short cut.tt so អញ្ចឹងឥឡូវយើងចង់ ls វាមើល node វាដែលយើង
បញ្ជាក់ជា inode របស់វាគេអញ្ចឹងនេះវាប្រាប់ដែរថាវា shortcut ពីអានេះមកហើយឥឡូវយើងមើល inode វាខុសបាត់ហើយណា inode វាខុសណាលើបាត់ហើយមួយទៀតយល់ទៅខុសទាំង size ទៀតឥឡូវមាន29គីឡូឬមកកបៃនេះបានតែ9ទេអូខេធម្មតាវា shortcut វាទូចជាងដំបូងអីអូខេអញ្ចឹងដល់ពេលយើងលុបវាលុបអីចឹងទៅក៏មានប៉ះពាល់ដល់អាដំបូងដែរគេនឹងជា soft link ឥឡូវយើងលេងវាទៅក្នុង media media ហ្នឹងជា directory ជាស្រាប់ខ្ញុំអានអក្សរកាត់អូខេអញ្ចឹងឥឡូវយើងបង្កើត media មួយទៀតមក so media ខ្ញុំដាក់test soft test ខ្ញុំដាក់ធម្មតាចេះទៅបន្តថាដាក់ add អីចឹងទៅលើយើង list មើលនេះ file directory ឈ្មោះ add ហើយខ្ញុំចង់ link វាអញ្ចឹង link វាដក s មក link ជា soft link to ចេះមកអញ្ចឹងបានធម្មតាអូខេបានធម្មតា link ដក il អូខេបានធម្មតាអូខេ node របស់វាគឺខុសដូចគេនេះឯងអញ្ចឹងហើយវាទំហំវាក៏ទូចដែរទូចជាងអា sin របស់វាអញ្ចឹងទៅហ្នឹងគឺជា soft link អូខេមានអញ្ចឹងhard link និង soft link វាខុសគ្នាបែបហ្នឹង hard link គឺយើងមាន inode មានឈ្មោះមាន size ដូចគ្នាប៉ុន្តែមាន size មាន inode ដូចគ្នាប៉ុន្តែខុសឈ្មោះគ្នាហើយនៅពេលដែលកែ file គឺវាកែម្ដងទៅទាំងពីរប៉ុន្តែនៅពេលដែល soft link គឺវាខុសឈ្មោះវាខុសទាំងឈ្មោះខុសទាំង number ឬក៏ inode ឬទៅខុសទាំង size ទៀតប៉ុន្តែនៅពេលដែលចង់អ្នកនរគ្នាចង់លុបវាក៏អត់មានប៉ះពាល់ដល់ file ដើមដែរចង់លុបចង់ថាមិនក៏មានប៉ះពាល់ដល់ file ដើមដែរហើយមួយទៀតគឺជាពិសេសហ្នឹងគឺវាទំហំវាទូចជាង file ដើមទៀតហ្នឹងគឺជា soft link ហើយអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងទៅលើវីដេអូនិយាយអំពី hard link និង soft link ហើយខ្ញុំនឹងតម្លាក់ជា description បន្ថែមទៀតនៅក្នុងវីដេអូរបស់យើងនៅខាងក្រោមនេះនៅក្នុង channel អូខេអញ្ចឹងមានប៉ុណ្ណឹងអូខេជម្រាបលា